សួស្តីបងប្អូនថ្ងៃនេះគឺយើងមកជួបជាមួយលោកគ្រូម្ដងទៀតហើយគឺយើងបន្តមេរៀនយើងពីថ្ងៃមុនគឺថ្ងៃមុនយើងរៀនបានទៅលើតម្រូវប្រាសាទរបស់សត្វឆ្អឹងកហើយនិងសត្វឥតឆ្អឹងកអញ្ចឹងថ្ងៃនេះគឺយើងមកបន្ថែមចំណុចបន្ទាប់ទៀតគឺទាក់ទងទៅនឹងប្រៀបធៀបរវាងលក្ខណៈសត្វឥតឆ្អឹងកហើយនិងសត្វឆ្អឹងកដែរអញ្ចឹងគឺនេះគឺជាការប្រៀបធៀបរវាងប្រព័ន្ធប្រសាទរបស់សត្វឥតឆ្អឹងកហើយនិងសត្វឆ្អឹងកអញ្ចឹងឲ្យតែមានសំណុំប្រៀបធៀបគឺយើងត្រូវមានលក្ខណៈដូចគ្នាហើយនិងលក្ខណៈខុសគ្នាអញ្ចឹងលក្ខណៈដូចគ្នារបស់វាគឺវាមានប្រព័ន្ធប្រសាទមានន័យថាសត្វឥតឆ្អឹងកយើងមានកណ្ដូបប្រូទីសហើយនិងចន្លេនអីគឺវាមានប្រព័ន្ធប្រសាទដូចគ្នាហើយលក្ខណៈដូចគ្នាវាមួយទៀតគឺវាមាននីតិទទួលព័ត៌មានទទួលព័ត៌មានពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់វាហើយនឹងឆ្លើយតបទៅនឹងព័ត៌មានដែលវាទទួលបានពីមជ្ឈដ្ឋានជុំវិញខ្លួនហើយនឹងទី3គឺដង្ហែរក្សាថេលំនឹងដើម្បីឲ្យសារពាង្គកាយរបស់វាទទួលបានព័ត៌មានសមស្របជាមួយមជ្ឈដ្ឋានជុំវិញខ្លួនរបស់វាផងដែរហើយដល់ពេលលក្ខណៈខុសគ្នាអញ្ចឹងលក្ខណៈខុសគ្នារវាងសត្វឥតឆ្អឹងកសត្វឥតឆ្អឹងកមានន័យថាវាមានសរីរាង្គវិញ្ញាណតិចអញ្ចឹងដូចកណ្ដូបចន្លេនហ្នឹងគឺសរីរាង្គវិញ្ញាណរបស់វាតិចកណ្ដូបគឺមានសរីរាង្គវិញ្ញាណនេះមានជីវហាវិញ្ញាណមានភ្នែកមានពុកមាត់អីជាដើមហើយដល់ពេលមួយទៀតគឺខួរក្បាលរបស់វាមានទំហំតូចហើយនឹងមានលក្ខណៈសាមញ្ញអញ្ចឹងដូចជាអ៊ីតគឺវាគ្មានការថាប្រព័ន្ធប្រសាទវាគ្មានមជ្ឈមណ្ឌលប្រសាទមានន័យថាវាអត់មានខួរក្បាលប៉ុន្តែវាមានបរិមណ្ឌលប្រសាទដែលមានបណ្ដាញសរសៃប្រសាទប៉ុន្តែដូចជាកណ្ដូបហើយនឹងចន្លេនអញ្ចឹងគឺខួរក្បាលរបស់វាមានលក្ខណៈសាមញ្ញមានន័យថាវាអត់មានអត្តគោលខួរទេណាវាមានតែខួរក្បាលហើយដល់ពេលចំណុចនេះគឺវាគ្មានអត្តគោលខួរដែលលោកគ្រូបានប្រាប់ពួកយើងមុននឹងមិញហ្នឹងហើយបន្តមកទៀតដល់សត្វឆ្អឹងកងអញ្ចឹងចំពោះសត្វឆ្អឹងកងវាមានសរីរាង្គវិញ្ញាណច្រើនអញ្ចឹងយើងដឹងហើយថាសត្វឆ្អឹងកងរបស់យើងគឺវាមានបណ្ដោះតែ5ដែលមានត្រីអំភិបដែលយើងហៅថាកង្កែបលមូនហើយនឹងបាក់សៃហើយនឹងធនិចសត្វអញ្ចឹងសត្វទាំង5ថ្នាក់នៅក្នុងថ្នាក់ក្នុងថ្នាក់សត្វឆ្អឹងកហ្នឹងគឺសរីរាង្គវិញ្ញាណវាច្រើនដូចជាមនុស្សយើងអញ្ចឹងមនុស្សយើងគឺជាធនិចសត្វអញ្ចឹងសរីរាង្គវិញ្ញាណរបស់យើងមានច្រើនណាស់មានភ្នែកមានអណ្ដាតមានត្រចៀកមានច្រមុះហើយនឹងស្បែកជាដើមដែលយើងហៅភាសាបច្ចេកទេសគេហៅដូចជាភ្នែកគេហៅថាចក្ខុវិញ្ញាណដល់ពេលត្រចៀកគេហៅថាសោតវិញ្ញាណហើយនឹងអណ្ដាតគេហៅថាជីវហាវិញ្ញាណដល់ពេលច្រមុះគេហៅថាឃានវិញ្ញាណហើយនឹងមួយទៀតគឺកាយវិញ្ញាណដែលយើងហៅថាស្បែកអញ្ចឹងវាមានសរីរាង្គវិញ្ញាណច្រើនណាចំពោះសត្វឆ្អឹងកហើយចំពោះមួយទៀតគឺខួរក្បាលវាមានទំហំធំនិងលក្ខណៈស្មុគស្មាញដូចខួរក្បាលមនុស្សយើងអញ្ចឹងជាខួរក្បាលធនិចសត្វអញ្ចឹងយើងមានផ្នត់ជាច្រើនហើយយើងមានបែងចែកអត្តគោលខួរទៀតមានអត្តគោលខួរធំហើយនិងអត្តគោលខួរតូចណាមានដូចគ្រូអញ្ចឹងគឺមានអត្តគោលខួរអញ្ចឹងនេះគឺតកតូនទៅនឹងចំណុចការប្រៀបធៀបរវាងប្រព័ន្ធប្រសាទរបស់សត្វឆ្អឹងកនិងសត្វឥតឆ្អឹងកអញ្ចឹងឥឡូវយើងមកបន្តនៅចំណុចមួយទៀតគឺយើងដល់តកតូនទៅនឹងនីតិរបស់ប្រព័ន្ធប្រសាទអញ្ចឹងនីតិរបស់ប្រព័ន្ធប្រសាទរបស់សត្វឆ្អឹងកឬក៏របស់មនុស្សយើងគឺមាន3ទី1គឺនីតិទទួលព័ត៌មានហើយនឹងឆ្លើយតបព័ត៌មានហើយនឹងកំហែរក្សាថេលំនឹងអញ្ចឹងចំពោះការទទួលព័ត៌មានអញ្ចឹងការទទួលព័ត៌មានមានន័យថាមនុស្សឬក៏សត្វឆ្អឹងកទាំង5ថ្នាក់របស់យើងគឺអាចទទួលបានព័ត៌មានពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើងគឺតាមរយៈប្រព័ន្ធប្រសាទដែលប្រព័ន្ធប្រសាទរបស់យើងគឺវាមានណឺរ៉ូនវាមានសរសៃប្រសាទវិញ្ញាណវាមានសរសៃប្រសាទចលករអីជាដើមដែលវាជាមាននីតិដឹកនាំព័ត៌មានណាហើយដល់ពេលឆ្លើយតបព័ត៌មានមានន័យថាបន្ទាប់ពីយើងទទួលបានព័ត៌មានពីមជ្ឈដ្ឋានជុំវិញខ្លួនគឺយើងតែងតែគេហៅថាមានបំរែបំរួលដើម្បីគេហៅថាឆ្លើយតបទៅនឹងមជ្ឈដ្ឋានខាងក្រៅដែលហៅថាព្រឹត្តិកម្មតបឧទាហរណ៍ដូចលោកគ្រូកំពុងតែនិយាយចឹងអញ្ចឹងលោកគ្រូអ្នកនិយាយហើយបងប្អូនអ្នកស្ដាប់វីដេអូហ្នឹងចឹងមានតែបងប្អូនមានទូនាទីជាអ្នកទទួលព័ត៌មានដល់ពេលលោកគ្រូហៅបងប្អូនសួរថាបងប្អូនយល់អត់ហើយបងប្អូនឆ្លើយថាបាទយល់ហ្នឹងហៅថាសកម្មភាពឆ្លើយតបអញ្ចឹងឆ្លើយតបហ្នឹងគឺជានីតិរបស់ប្រព័ន្ធប្រសាទដោយបងប្អូនទទួលបានព័ត៌មានពីលោកគ្រូដែលដើរតួនាទីជាអ្នកទទួលហើយ
ពេលលោកគ្រូហៅបងប្អូនឆ្លើយតបលោកគ្រូមានតែបងប្អូនឆ្លើយតបហើយលោកគ្រូដើរតួនាទីជាអ្នកទទួលវិញអញ្ចឹងអានឹងវាជានីតិរបស់ប្រព័ន្ធប្រសាទហើយដល់ពេលទៀតគឺនីតិដំណើររក្សាលំនឹងរក្សាថៃលំនឹងអញ្ចឹងចំពោះនីតិដំណើររក្សាថៃលំនឹងនេះគឺវាមាននីតិសំខាន់នៅក្នុងប្រព័ន្ធប្រសាទរបស់យើងដែលវាមានតួនាទីឆ្លើយតបព័ត៌មានដែលយើងទទួលបានពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើងឲ្យសមស្របទៅនឹងគេហៅថាសរីរាង្គខាងក្នុងរបស់យើងបងប្អូនដែលចាប់អារម្មណ៍ហេតុអីបានជាពេលបងប្អូនទៅងូតទឹកឬក៏ទៅហែលទឹកអីហ្នឹងគឺទឹកដែលពេលដែលយើងងើបមកវិញទឹកនឹងត្រជាក់ហើយយើងចាប់ផ្ដើមល្ងាអញ្ចឹងសាច់ដុំរបស់យើងកន្ត្រាក់អញ្ចឹងគ្នាយើងមានចាប់អារម្មណ៍នៅចំណុចហ្នឹងហេតុអីបានជាសាច់ដុំរបស់យើងកន្ត្រាក់អញ្ចឹងប្រកាសជាគ្នាយើងឆ្លើយថាសាច់ដុំយើងកន្ត្រាក់ដោយសារតែយើងល្ងាអញ្ចឹងអាល្ងាហ្នឹងមានថាយើងទទួលបានគេហៅថាបំរើសីតុណ្ហភាពត្រជាក់ពីមជ្ឈដ្ឋានខាងក្រៅរបស់យើងដែលវាអត់សមស្របជាមួយនឹងសរីរាង្គខាងក្នុងរបស់យើងអញ្ចឹងដែលនៅក្នុងសារពាង្គកាយរបស់យើងគឺវាមានប្រតិកម្មមេតាបូលីសដែលជាប្រតិកម្មគីមីដែលធំជាងគេនៅក្នុងសារពាង្គកាយអញ្ចឹងវាបានទៅភ្ញូចសាច់ដុំដើម្បីឲ្យសាច់ដុំរបស់យើងកន្ត្រាក់ផលិតកម្ដៅដើម្បីឲ្យសមស្របជាមួយនឹងការតាមមជ្ឈដ្ឋានដែលយើងទទួលបានថាត្រជាក់ហ្នឹងអញ្ចឹងវាយូរទៅប្រហែលជា2ទៅ3ឬក៏4-5នាទីឡើងគឺសាច់ដុំរបស់យើងឡើងកន្ត្រាក់ហើយត្រឡប់មកពីសភាពដូចដើមអញ្ចឹងមានន័យថាសារពាង្គកាយយើងនៅពេលនោះគឺយើងមានតុល្យភាពសមស្របជាមួយនឹងមជ្ឈដ្ឋានខាងក្រៅដែលយើងទទួលបានអាហ្នឹងគឺជានីតិរបស់ប្រព័ន្ធប្រសាទអញ្ចឹងនីតិប្រព័ន្ធប្រសាទគឺមានតែ3នឹងទេទី1គឺទទួលព័ត៌មានទី2ឆ្លើយតបព័ត៌មានហើយទី3គឺដំណើររក្សាថេរលំនឹងអញ្ចឹងចំពោះលោកគ្រូមានតែប៉ុណ្្នឹងទេ